កម្ពុជាជាប្រទេសដែលសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ដែលធ្លាប់តែរីកចម្រើនជាមួយរបាំប្រពៃណីជាតិប៉ុន្តែភាគច្រើននៃមរតកទាំងនេះត្រូវបានបាត់បង់ក្នុងសម័យខ្មែរក្រហមក្នុងឆ្នាំ1975ចាប់តាំងពីពេលនោះមកទម្រង់សិល្បៈនេះបានរសាត់បន្តិចម្ដងដោយទទួលបានចំណាប់អារម្មណ៍ការគាំទ្រនិងការវិនិយោគតិចតួចពីមហាជនបច្ចុប្បន្នមានអ្នករបាំជើងចាស់ភាគច្រើនដែលគាត់បានតស៊ូក្នុងការអភិរក្សនៅក្នុងវិស័យរបាំមួយនេះគាត់តែងតែជួបបញ្ហាជាច្រើនដូចជាបញ្ហាហិរញ្ញវត្ថុបញ្ហាកង្វះការគ្រប់គ្រងក៏ដូចជាការវិនិយោគជាដើមមិញក៏ធ្លាប់មានយុវជនជាច្រើនដែលគាត់ចង់ជួយអភិរក្សនៅក្នុងវិស័យរបាំមួយនេះដែរក៏ប៉ុន្តែពួកគាត់តែងតែជួបទៅនឹងបញ្ហាកង្វះឱកាសក្នុងការសិក្សាកង្វះឱកាសការងារនិងមធ្យោបាយធ្វើដំណើរដោយដែលភ្នំពេញប៉ុស្តិ៍គាត់បានចុះផ្សាយថាក្នុងកំឡុងពេលដែលសាលាប្តូរទីតាំងផ្សេងៗមានចំនួនសិស្សធ្លាក់ចុះរហូតដល់ 80% ចំណែកឯយុវជននៅក្នុងវិស័យនេះក៏គាត់តែងតែជួបនឹងបញ្ហាប្រកាសដូចជាចំណូលតិចនិងកង្វះការសម្ដែងជាច្រើនដែលតួយ៉ាងក៏មានយុវជនមួយចំនួនដែលក៏កំពុងតែធ្វើការនៅខាងខេត្តសៀមរាបដើម្បីជួយអភិរក្សក៏ដូចជាផ្សព្វផ្សាយរបាំរបស់ប្រទេសជាតិដូចគ្នាក៏ប៉ុន្តែពួកគាត់ខំប្រឹងទាំងដែលខ្លួនមានប្រាក់ចំណូលទាបជាង$50នៅក្នុងមួយខែទៅទៀតហើយនេះគឺជាបញ្ហាដ៏ធំមួយដែលប៉ះពាល់ទៅដល់ការរីកចម្រើននៃវប្បធម៌នៃប្រទេសជាតិនេះគឺជាបញ្ហាដ៏ធំមួយដែលប៉ះពាល់ទៅដល់ការរីកចម្រើននៃវប្បធម៌នៃប្រទេសកម្ពុជាយ៉ាងណាមិញវាក៏ជាផ្នែកមួយនៃ SDG គោលទី11ដែលនិយាយទៅអំពី Sustainable Cities and Communities ដោយការជួយអភិរក្សវិស័យរបាំដើម្បីឲ្យអ្នកជំនាន់ក្រោយគាត់បានរៀនបានសូត្រដូច្នេះសម្រាប់បញ្ហាដែលពួកក្រុមរបស់ពួកយើងបានស្វែងរកពួកយើងក៏បានសម្រេចជ្រើសរើសយក App សម្រាប់ដោះស្រាយបញ្ហានោះដោយសារតែ App គឺជាប្រព័ន្ធ Technology ដែលកំពុងតែល្បីល្បាញនៅក្នុងឆ្នាំ2025កម្មវិធីប្រើប្រាស់របស់ពួកយើងអាចដោះស្រាយបញ្ហានៅខាងលើបានដូចខ្លះកម្មវិធីប្រើប្រាស់របស់ពួកយើងមានរូបភាពក៏ដូចជាវីដេអូសម្រាប់ឲ្យអ្នកប្រើប្រាស់អាចហាត់រៀនរាំនៅផ្ទះដោយខ្លួនឯងបានក៏ថែមទាំងមានកន្លែងបរិច្ចាគទៅលើវិស័យសិល្បៈទៅតាមសាកលវិទ្យាល័យនានាផងដែរអ្វីដែលអស្ចារ្យជាងនោះទៅទៀតមានជាមួយនឹងលេខទំនាក់ទំនងរបស់លោកគ្រូអ្នកគ្រូរបាំដែលអាចឲ្យអ្នកទាំងអស់គ្នាទាក់ទងទៅគាត់ដើម្បីរៀនអត់ផ្ទះបានទៀតផងតែអ្នកដឹងទេទោះបីកម្មវិធីសិក្សារបស់ពួកយើងផ្ដល់ទាក់ទងទៅនឹងការរាំរបាំដល់សិស្សានុសិស្សក៏ដោយប៉ុន្តែបានជួយផ្ដល់ឱកាសដល់សិស្សឲ្យបានហាត់សមត្ថភាពរបស់ខ្លួនទី2ជួយផ្គត់ផ្គង់ប្រាក់ចំណូលរបស់លោកគ្រូអ្នកគ្រូទី3ជួយដល់សាកលវិទ្យាល័យផ្សេងៗដោយការឧបត្ថម្ភទី4ជួយទៅដល់ការផ្ដល់ឱកាសការងារដល់យុវជននិងយុវនារីហើយទី5នោះនឹងជួយអភិរក្សវប្បធម៌នៅក្នុងប្រទេសកម្ពុជាឲ្យគង់វង្សដូច្នេះអ្នកទាំងអស់គ្នាចង់គាំទ្រទៅលើវិស័យរបាំនៅក្នុងប្រទេសកម្ពុជាអ្នកទាំងអស់គ្នាអាចចុចចូលប្រើប្រាស់បាននៅក្នុង app របស់ពួកយើងសិត app របស់ពួកយើងបានភាសាផ្ទាល់ជាមួយនឹងលោកគ្រូអ្នកគ្រូរបាំក៏ដូចជាបានយោបល់ផ្ទាល់អំពីអ្នកប្រើប្រាស់ផងដែរសូមអរគុណ